វ៉ាងសៀនបងពិតជាមិនធ្វើឲ្យអូនខកបំណងពិតមែននោះហើយគឺជាស្មារតីប្រច័ណ្ឌពណ៌ស្វាយបើមានវាអូននឹងអាចទៅនោះដល់ដំណាក់កាលកណ្ដាលនៃកម្រិតមូលដ្ឋានបានហើយតើបងអាចជួយបេះវាអូនបានទេបានចាំបងទៅបេះឲ្យប្រយ័ត្នផងអណ្ដើកតកកនោះវាមិនទាន់ងាប់នៅឡើយទេចាតើនេះមានរឿងអីកើតឡើងវាគឺជាស្មែកាត់ព្រលឹងឲ្យតែប៉ះវានឹងធ្វើឲ្យព្រលឹងយានត្រឹកទឹកទីខ្លាចជាមនុស្សដែលគ្រប់គ្នាបោះបង់ហើយយុទ្ធសាស្ត្រទាំងអស់នឹងត្រូវបានរលាយសាបសូន្យហេតុអ្វីទៅលីងហេតុអ្វីបានជាអូនធ្វើបែបនេះដាក់បងហេតុអ្វីព្រោះអ្វីដែលនាងចង់បានឯងមិនអាចផ្ដល់ឲ្យនាងបាននោះឡើយខ្ញុំសុំទោសវ៉ាងសៀនទោះបីជាបងជាកម្ពុជាអ្នកខ្លាំងលេខ1ក្នុងទីក្រុងយ៉ាងយិនក៏ដោយប៉ុន្តែត្រកូលវ៉ាងយ៉ាងណាក៏នៅក្រោមត្រកូលស៊ីវដែរកន្លែងសម្រាប់ចូលវិមានធានទីគឺមានតែមួយគត់មេគ្រូសាវ៉ាងឲ្យតម្លៃឯងខ្លាំងណាស់កន្លែងមួយនេះច្បាស់ជារបស់ឯងមិនខានចំណែកឯខ្ញុំចំណែកលីងគឺនាងមកតាមខ្ញុំទេកន្លែងទាំងពីររបស់គ្រូសាសៀវគឺខ្ញុំម្នាក់នាងម្នាក់វ៉ាងសៀនឯងមិនធ្លាប់តែខ្លាំងណាស់មែនទេអារម្មណ៍ដែលត្រូវបានគេឆក់គូតែដឹងទៅតើវាផ្អែមល្ហែមយ៉ាងណាដែរគ្រូសាសៀវយើងនឹងសម្លាប់ពួកឯងឲ្យអស់ឥឡូវនេះឯងគ្រាន់តែជាមនុស្សកាកសំណល់ដែរយុទ្ធសាស្ត្រទាំងអស់ត្រូវបានកាត់ដាច់ប៉ុណ្ណោះស្អីទៅជាកម្ពុជាអ្នកខ្លាំងក្នុងមូលដ្ឋានតាំងពីអាយុ17ឆ្នាំនោះមកដល់ពេលនេះមិនត្រូវមកនៅក្រោមបាត់ជើងរបស់យើងដដែលអូនជីដូនមួយបើឯងនៅរស់តែមួយថ្ងៃទោះយើងពូកែយ៉ាងណាក៏តំណែងមេគ្រួសារវ៉ាងមិនធ្លាក់មកដល់យើងដែរប៉ុន្តែបើឯងងាប់ទៅអនាគតគ្រួសារវ៉ាងនឹងក្លាយជារបស់យើងដល់ពេលដែលគ្រួសារវ៉ាងនិងគ្រួសារសៀវចាប់ដៃគ្នាតើអ្នកណាអាចតទោបានមិនមែនឯងថាគ្រាន់តែចង់កម្ចាត់ធម៌ពលប្រយោជន៍របស់គេទេគឺយើងខ្លួនឯងដែលចង់សម្លាប់វាបើយើងមិនស្លាប់ទេយើងនឹងធ្វើឲ្យពួកឯងសងវិញគ្រប់បែបយ៉ាងតែខ្ញុំសន្លប់អស់រយៈពេលយូរប៉ុណ្ណាហើយហ្នឹងទីបំផុតលោកដឹងខ្លួនហើយ